ខ្ញុំសូមប្រាប់អ្នកម្ដងទៀតថាចំណងអាពាហ៍ពិពាហ៍រវាងគ្រួសារឆៃនិងគ្រួសារស៊ូគឺមិនបានការទេតើអ្នកចង់ឲ្យខ្ញុំប្រើហិង្សាទើបព្រមចេញទៅមែនទេឪពុករបស់ខ្ញុំបានបណ្ដេញខ្ញុំចេញពីផ្ទះបាត់ទៅហើយប្រសិនបើខ្ញុំចាក់ចេញពេលនេះខ្ញុំនឹងស្លាប់មិនខានខ្ញុំមិនទៅទេបាយពងទានិងសាច់មាន់របស់ខ្ញុំនៅលាក់ក្នុងទូខោអាវនៅឡើយទេបើខ្ញុំចេញទៅតើខ្ញុំមានអ្វីហូបមានអ្វីផឹកសួស្ដីសូមស្វាគមន៍មកកាន់ការផ្សាយផ្ទាល់របស់ស៊ូខេងខ្ញុំឈ្មោះស៊ូខេងដោយសារតែចូលចិត្តញ៉ាំខ្ញុំក៏បានក្លាយជាអ្នកធ្វើវីដេអូម្ហូបអាហារតើអ្នកទាំងអស់គ្នារៀបចំល្បឿនដៃរួចហើយឬនៅ3 2 1ដាក់ដុំភ្ជាប់ថ្ងៃមួយស្រាប់តែខ្ញុំទទួលបានម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិមួយដែលអាចយកប្រើប្រាស់បានដោយគ្មានថ្ងៃអស់ដោយមានម៉ាស៊ីនលក់ទំនិញនេះការ live របស់ខ្ញុំនឹងទទួលបានប្រាក់ចំណេញកប់ក្តោបមិនខានខ្ញុំស៊ូខេងនីតិបំផុតនឹងក្លាយជាអ្នកមានហើយខ្ញុំធ្វើការផ្សាយផ្ទាល់នោះនឹងចំណេញបានប្រាក់ចំណេញរាប់ម៉ឺនដងដោយមិនបាច់ប្រើដើមទុនឡើយប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះថាថ្មីនេះខ្ញុំគឺជាអ្នកឡាយលក់ទំនិញម្នាក់ដែលបានស្លាប់ភ្លាមដោយសារការឡាយដាច់យប់ពេលបើកភ្នែកឡើងខ្ញុំក៏បានឆ្លងភពមកដល់ផ្ទះបុរសកំសត់ម្នាក់នេះបាត់ទៅហើយម្ចាស់ដើមនៃរាងកាយនេះបដិញ្ញាចិត្តរៀបការជាមួយគាត់ទើបត្រូវឪពុកបណ្ដេញចេញពីផ្ទះខ្លាយជាស្រីពេទ្យាសំណាងល្អដែលម៉ាស៊ីនលក់ទំនិញក៏បានឆ្លងភពមកជាមួយដែរបើមិនដូច្នេះទេនៅសម័យបុរាណនេះខ្ញុំច្បាស់ជារស់មិនបាន3ថ្ងៃឡើយបងប្រុសជួយខ្ញុំផងលីនស៊ីហេងអាស្វាឯងជំពាក់លុយកន្លែងបញ្ចាំថ្ងៃនេះដល់ថ្ងៃសង្ហើយសរុបគឺ50ដំឡឹងប្រាក់ខ្ញុំខ្ចីប្រាក់ត្រឹមតែ5ដំឡឹងដើម្បីទិញថ្នាំឲ្យប្អូនប្រុសសោះហើយអ្វីបានជាខ្លាយទៅជា50ដំឡឹងទៅវិញខ្ចីលុយមិនគិតការប្រាក់ទេបើឯងគ្មានលុយសងទេត្រូវលក់ប្អូនប្រុសឯងទៅអ្នកនាងចាត់ការទៅលីនអ្នកណានិយាយថាគ្រួសារឆៃគ្មានលុយបំណុលគ្រួសារឆៃរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយនាងទេខ្ញុំមានលុយជឿខ្ញុំទៅយិនសិនភ្នំអាយុកាល20ឆ្នាំទៅហើយតើនៅខ្លាចអីនឹងប្រាក់50ដំឡឹងនេះមានវាហើយប្រហែលជាអាចប្រើការបានជាបណ្ដោះអាសន្នហើយគួរតែអាចដេញពួកក្មេងពីលនោះចេញបានមួយរយៈថៅកែយោសម្បត្តិប្រាក់របស់ពួកយើងពិតជារកមិនឃើញមែនហាអាចឆ្កែអញហ៊ានលេងសើចជាមួយអញហ៊ានធ្វើហ៊ានទទួលនាងមិនមែនជាមនុស្សរបស់គ្រួសារឆៃទេមិនពាក់ព័ន្ធនឹងគ្រួសារឆៃឡើយអ្នកណានិយាយថាខ្ញុំមិនមែនជាមនុស្សរបស់គ្រួសារឆៃខ្ញុំគ្រាន់តែជាប្រពន្ធដែលមិនទាន់បានចូលរោងការរបស់គ្រួសារឆៃប៉ុណ្ណោះរឿងរបស់គ្រួសារឆៃគឺជារឿងរបស់ខ្ញុំរកឃើញយិនសិនភ្នំចាស់ខ្លះថៅកែយោមិនដឹងថារបស់ទាំងនេះអាចបដូរជាការប្រាក់ដើម្បីពន្យាពេលបានប្រមាណថ្ងៃទេបងធំយិនសិននេះមើលទៅដូចជាមានអាយុកាល20ឆ្នាំយ៉ាងហោចណាស់ក៏មានតម្លៃ20ដំឡឹងដែរថៅកែយោប្រហែលជាមិនចង់បានទេបើដូច្នេះខ្ញុំមានតែយកវាទៅលក់យកលុយហើយចាំអូហូមិនបាច់ពិបាកទេខ្ញុំយ៉ាវបែនឆែនក៏មិនមែនជាមនុស្សដែលមិនយកយល់មុខមាត់នោះដែរពន្យាពេលឲ្យ3ថ្ងៃចុះបើ3ថ្ងៃនេះនាងនៅតែសងមិនបានកុំបន្ទោសថាខ្ញុំមិនយកយល់ឲ្យសោះយល់ព្រមត្រឹម3ថ្ងៃបើក្នុងរយៈពេល3ថ្ងៃនេះខ្ញុំមិនអាចរកប្រាក់បាន50ដំឡឹងទេនាងខ្ញុំសុខចិត្តឲ្យគេលក់ទៅអ្នកនាងជាមួយគ្នានារីម្នាក់នេះមើលទៅនៅមានរបស់ល្អជាច្រើនទៀតបើគ្រួសារឆៃយកនាងមកសងបំណុលក៏មិនអាក្រក់ដែរខ្ញុំធ្វើយ៉ាងម៉េចទើបអាចជឿនាងបានលុះត្រាតែធ្វើលិខិតសន្យាសិនល្អអីចឹង3ថ្ងៃទៀតខ្ញុំនឹងមកលេងម្ដងទៀតលីនឯងមិនអីទេហេតុអ្វីបានជាអ្នកចង់លូកដៃចូលក្នុងរឿងដ៏ស្មុគស្មាញនេះបើខ្ញុំមិនលូកដៃចូលរឿងនេះទេតើអ្នកចង់ចាំមើលគេលក់យ៉ាឡិនទៅអ្នកនាងមែនទេតើអ្នកដឹងដោយរបៀបណាថាខ្ញុំមិនអាចសងបំណុលគេរួចនោះយ៉ាងច្រើនដល់ពេលនោះគ្រាន់តែយករបស់មានតម្លៃពីរបីពីម៉ាស៊ីនលក់ទំនិញទៅឲ្យគាត់ទៅបានហើយ
ប៉ុន្តែនេះគ្រាន់តែជាការដោះស្រាយចុងហេតុមិនមែនដើមហេតុទេតែត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់គ្រួសារឆៃឲ្យបានដាច់ស្រឡះទៅបងប្រុសបងមិនអីទេបងប្រុសច្បាស់ជាឆ្លងជំងឺពីពួកយើងហើយថ្នាំក៏អស់ទៀតតើគួរធ្វើយ៉ាងណាទៅលីនអើកុំបារម្ភអីបងស្រីចេះវិជ្ជាពេទ្យតើមើលទៅគាត់ប្រហែលជាមានជំងឺរលាកទង់សួតហើយនៅក្នុងម៉ាស៊ីនលក់ទំនិញចៃដន្យមានថ្នាំបំបាត់ការរលាកល្មមបងស្រីខ្ញុំឃ្លានណាស់យកព្រមបងស្រីនឹងរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ឯងឥឡូវនេះបងស្រីពិតជាមានស្នាដៃមែនបើមិនទៅបើកភោជនីយដ្ឋានពិតជាគួរឲ្យស្ដាយណាស់បើកភោជនីយដ្ឋានមែនហើយមុនពេលឆ្លងភពមកខ្ញុំធ្លាប់ចង់ប្រើម៉ាស៊ីនលក់ទំនិញដើម្បីឡាយលក់ទំនិញចំណេញកប់ក្តោងអ្នកណានិយាយថាមកដល់សម័យបុរាណធ្វើមិនបាននោះបើធ្វើបែបនេះមិនត្រឹមតែអាចដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់គ្រួសារឆៃឲ្យបានដាច់ស្រឡះទេថែមទាំងអាចធ្វើជាសេដ្ឋីនីនៅសម័យបុរាណបានទៀតផង